my god ที่ FM នេះមានក្រុមស្រីធ្វើ fan ที่ FM នេះយូរដែរតែដឹងថាមានក្រុមស្រីដែរសោះទាំងអស់នេះគឺជាការភ្ញាក់ផ្អើលរបស់ fan TF មួយចំនួនដែលគាត់អត់ទាន់បានដឹងតែស្គាល់ក្រុម TFM នេះស្គាល់តែក្រុមក្មេងៗប្រុសៗហើយនិងក្រុមបុរសតែអត់ដែលឃើញក្រុមនារីសោះចាបានអីឃើញបើក្រុមហ៊ុន TFM នេះដែររកក្រុមនារីផងចុះចែឡើងទទួលពានណៃមុននឹងជាណាគេពេលបាត់តែក្រុមហ៊ុនមិនមានរើសក្រុមនារីក៏ប៉ិតមែនក៏ប៉ុន្តែក្រុមហ៊ុនក៏មានតារាសម្ដែងដែលជាមនុស្សស្រីប្រចាំនៅក្នុងក្រុមហ៊ុនផងដែរចង់ដឹងថាក្រុមហ៊ុន TF មានតារាស្រីចំនួនប្រមាណអ្នកក៏ទៅមើលទាំងអស់គ្នាតារាស្រីដំបូងគេនេះគាត់មានឈ្មោះថាតឹង NC ដែលគាត់កើតនៅថ្ងៃទី18ខែមេសាឆ្នាំ2005ហើយស្រុកកំណើតរបស់គាត់គឺនៅឆុងឈីងគាត់ចាប់ផ្ដើមចូលសម្ដែងតាំងពីឆ្នាំ2014អាយុ9ឆ្នាំមកម្លេះដោយសារតែហេតុនេះហើយទើប Fan TF Family បានហៅគាត់ថាតាគង់ជូមានន័យថាប្រនាងធំទោះបីជាអាយុគាត់នឹងក្មេងជាងគេក៏ដោយចំណែកឯតារាស្រីបន្ទាប់នេះគាត់មានឈ្មោះថាចាអ៊ីហ្វានកើតនៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2000គាត់រៀនរាំតាំងពីអាយុ4ឆ្នាំហើយគាត់ក៏ចេះលេងឧបករណ៍តន្ត្រីដូចជាដេញពិននិងលេងព្យ៉ាណូអ៊ីហ្វានត្រូវបានក្រុមហ៊ុនប្រកាសចូលជាផ្លូវការនៅខែតុលាឆ្នាំ2019នៅក្នុងឆ្នាំនោះផងដែរគាត់ក៏បានសម្ដែងរឿងមួយដែលល្បីប្រចាំប្រទេសចិនគឺរឿងសោនានតនីដែលបកប្រែជាភាសាខ្មែរមានន័យថាយុវវ័យនៃអ្នកបន្ទាប់មកនៅក្នុងឆ្នាំ2020គាត់បានចូលរួមប្រឡងក្នុងកម្មវិធីមួយឈ្មោះថាឈ្វាន់2020កាលឆ្នាំហ្នឹងចានាងខ្ញុំតាមដានគ្មានឲ្យបាត់មកភៀតទេហើយអ៊ីហ្វានរបស់យើងហ្នឹងគាត់ក៏បានជាប់ជាសមាជិកទី7នៃក្រុម Bom Bom Girl 303ប៉ុន្តែក្រុមនេះក៏បានរំសាយនៅឆ្នាំ2022ហើយអ៊ីហ្វានក៏នៅតែបន្តតំណែងជាប្រណាំងទី2នៅក្រុមហ៊ុន TF ដដែលចូលដល់តារាស្រីចុងក្រោយគេនាងមានឈ្មោះថាហឺមេឈីកើតនៅថ្ងៃទី1ខែមិថុនាឆ្នាំ2004មេឈីគាត់ក៏ជាតារាសម្ដែងផងពិធីករហើយក៏ជាអ្នកភ្លេងផងដែរកាលពីឆ្នាំ2013-2014គាត់បានធ្វើជាតួឯកស្រីនៅក្នុងអំពីបទរបស់ TF Boys ប៉ុន្តែនាងត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការទៅតែដើមឆ្នាំ2025នេះប៉ុណ្ណោះហើយការបង្ហាញខ្លួនរបស់នាងពុំសូវមានការគ្រប់គ្រងនិងការពេញចិត្តពី Fan TF ឡើយអញ្ចឹងហើយអត់មាន fan ណាហើយនាងថាពនាងទី3ទេចាអញ្ចឹងសរុបមកវិញតារាស្រីនៅក្នុងក្រុមហ៊ុន TF Family មានតែ3នាក់នឹងទេហើយពួកគាត់ក៏មិនមែនជាក្រុមជាមួយគ្នាអីដែរចាបើមានគឺមានតែក្រុមបុរសក្រុមក្មេងៗព្រោះក្មេងយើងនឹងឯងចាសូមអរគុណ